សូជីជាក្រុមហ៊ុនមួយដែលយើងធ្វើពាក់ព័ន្ធជាមួយនឹងវិស័យថាមពលកកើតឡើងវិញជាពិសេសគឺទៅលើប្រព័ន្ធសូឡាតែម្ដងដែលយើងមានជាការលក់ដំឡើងផលិតនិងមានជាការវិនិយោគយើងវិនិយោគទៅលើស្ថានីយ៍បូមទឹកទៅស្រូវបន្លែដំណាំហូបផ្លែផងដែរយើងកំពុងធ្វើដែរហ្នឹងគឺពាក់ព័ន្ធជាមួយនឹងខាងទឹកស្អាតតម្លៃប្រេងឡើងថ្លៃគឺជះឥទ្ធិពលទៅគ្រប់វិស័យតែម្ដងហើយទឹកស្អាតក៏ទទួលផលជះហ្នឹងផងដែរការប្រើម៉ាស៊ីនបូមទឹកប្រេងសាំងឡើងថ្លៃវាធ្វើឲ្យការចំណាយទៅលើធម្មពលរបស់គាត់ហ្នឹងវាកើនឡើងជាងមុនសម្ភារៈផ្សេងៗក៏វាឡើងថ្លៃអញ្ចឹងឧទាហរណ៍ដូចជាតូយ៉ូដូចជាម៉ូទ័រដូចជាអីផ្សេងៗគឺវាឡើងថ្លៃទាំងអស់ជំនួយរបស់ប្រទេសអូស្ត្រាលីដែលសហការជាមួយនឹងខាងក្រុមហ៊ុនសូជីមានផលល្អមួយសម្រាប់ទៅប្រតិបត្តិការទឹកស្អាតនៅក្នុងប្រទេសកម្ពុជាមែនទែនគឺអាចជួយទុននៅក្នុងការដាក់ប្រព័ន្ធសូឡាហ្នឹងគឺពី25ទៅ40%ការប្រើប្រាស់នៅប្រព័ន្ធសូឡាគឺពិតជាចូលរួមដើម្បីឲ្យមានស្ថិរភាពថាមពលនៅក្នុងការប្រើប្រាស់ហើយក៏ជួយកាត់បន្ថយការចំណាយរបស់គាត់ផងដែរឲ្យគាត់បានឆាប់នៅក្នុងការបានទុនត្រឡប់មកវិញហើយណាមួយទៀតក៏ចង់ឲ្យប្រតិបត្តិការទឹកស្អាតគឺគាត់អាចមានឱកាសនៅក្នុងការពង្រីកទៅទឹកដីថ្មីឬក៏អតិថិជនដែលអត់ទាន់មានទឹកស្អាតប្រើប្រាស់ខ្ញុំពិតជាលើកទឹកចិត្តមែនទែនទៅដល់ប្រតិបត្តិការទឹកស្អាតទាំងអស់ឆាប់តាក់ទងមកសូជីដើម្បីយើងអាចសិក្សានៅការប្រើប្រាស់ជាក់ស្ដែងរបស់ពួកគាត់ហើយក៏យើងត្រូវពិនិត្យថាគាត់ពិតជាក្រុមហ៊ុនមួយដែលមានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងការទទួលយកគម្រោងនេះ